បងប្អូនចាធម្មជាតិតាមផ្លូវចាអត់បានទេតតាធ្វើវីដេអូឃើញតែម្នាក់ឯងវាអត់អស់ចិត្តណាបងប្អូនអញ្ចឹងហើយក៏ធ្វើវីដេអូចែករំលែកបងប្អូនអ្នកនៅស្រុកយើងជាពិសេសឬមួយក៏បងប្អូននៅក្រៅប្រទេសផ្សេងដែលគាត់ចង់ឃើញទេសភាពនៅប្រទេសហូឡង់នេះបងប្អូនខ្ញុំភាគច្រើនខ្ញុំធ្វើវីដេអូតាមផ្លូវឯដោយសារនៅតាមផ្លូវនៅប្រទេសហូឡង់ភាគច្រើនគេដាំដើមឈើជាជួរអញ្ចឹងណាហើយដល់ខែដែលរដូវស្លឹកឈើប្រែពណ៌ឬស្លឹកឈើជ្រុះហ្នឹងគឺថាស្អាតបងប្អូនមើលទៅរំលេចពណ៌ក្រហមក៏ដូចជាពណ៌លឿងទុំអីអញ្ចឹងណាបងប្អូនស្អាតមែនតើចានៅប្រហែលជាមួយអាទិត្យពីរអាទិត្យទៀតដើមឈើទាំងនេះនឹងប្រែទៅជាពណ៌លឿងពណ៌ក្រហមអស់ហើយបន្ទាប់ពីនឹងមកជ្រុះស្លឹកអញ្ចឹងណាបងប្អូនចាហើយនេះគឺផ្លូវនៅចិត្តផ្ទះខ្ញុំទេឃើញបងប្អូនខ្ញុំធ្លាប់ថត windmill នឹងឲ្យបងប្អូនមើលណានៅជ្រុំកាច់នេះខ្ញុំអាសាដើរហាត់ប្រាណអីតាមកន្លែងក្បែរ windmill នឹងដែរស្អាតចានៅហូឡង់នេះច្រើនណា windmill នឹងចាស្ទើរតែគ្រប់កន្លែងទាំងអស់ចាហើយថ្ងៃនេះអាកាសធាតុអត់សូវល្អទេបើកថ្ងៃមួយនាទីចឹងទៅភ្លៀងខ្យល់ខ្លាំងមែនតើបងប្អូនចាគឺថាមេឃហ្នឹងអត់ឆ្លាស់ទេពពកពណ៌ខ្មៅរហូតចាភ្លៀងតាំងពីព្រឹកដល់ល្ងាចចាគាត់ថាចំពេលខ្ញុំធ្វើដំណើរហ្នឹងរៀងបើកថ្ងៃប្រហែលជា4-5នាទីអញ្ចឹងទៅបងប្អូនចាបន្ទាប់មកភ្លៀងខ្លាំងមែនតើចាហើយស្លឹកឈើគឺថាស្អាតហ្មងបងប្អូនចាខ្ញុំស្រឡាញ់តាពណ៌ស្លឹកឈើទេគឺស្អាតខែហ្នឹងចាប៉ុន្តែយើងតិចចុះតិចតិចហើយនៅខាងក្រៅអី10 អង្សាអីហ៎បងប្អូនចាអរគុណច្រើនជម្រាបលាបងប្អូន